បាទសូមជម្រាបសួរបាទសម្រាប់បងប្អូនប្រជាកសិករក៏ដូចជាបងប្អូនដែលនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសបាទអញ្ចឹងសម្រាប់ថ្ងៃនេះបាទម៉ោង11:55នាទីត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2025បាទអញ្ចឹងជីវិតជាកសិករបាទជាអ្នកស្រែបាទអញ្ចឹងអត់មានដំណើរកំសាន្តទៅណាទេដោយសារជាប់ភារកិច្ចគឺទៅលើពួកគាត់ទាំងអស់ហ្នឹងបាទអញ្ចឹងអត់បានដើរលេងទៅខ្នាខ្នៃទេគឺត្រូវមកមើលគាត់អញ្ចឹងប្រហែលជាស្អែកប្រហែលជាអាចបានទៅវត្តឬក៏ខានស្អែកដោយសាររវល់អញ្ចឹងសូមផ្ដាំផ្ញើសួរសុខទុក្ខពីចម្ងាយបាទជាមួយនឹងកសិករចិញ្ចឹមគោអញ្ចឹងអត់មានពេលវេលាបានដំណើរកំសាន្តទៅណាទេបាទអញ្ចឹងឃើញថាសម្រាប់ថ្ងៃនេះផងដែរឃើញថាអាកាសធាតុក៏សន្ទុំល្អបាទអំណោយផលសម្រាប់បងប្អូនទៅវត្តទៅវាក្តីក៏ឬក៏មួយក៏បងប្អូនក្មួយបាទដើរលេងដំណើរកំសាន្តទៅតាមរមណីយដ្ឋានដូចជាទៅលេងតាមវត្តផ្សេងបាទអញ្ចឹងឃើញថាអាកាសធាតុល្អមែនទេសម្រាប់ថ្ងៃនេះបាទហើយក្នុងវីដេអូថ្ងៃនេះផងដែរខ្ញុំបន្ថែមជូនបាទដោយបងប្រុសគាត់បានខមមិនសាកសួរតាក់ទងទៅនឹងគូរបស់គាត់ជួបបញ្ហាហត់ឬមួយក៏ចាញ់ថ្ងៃបាទអញ្ចឹងបើសិនជាគូទៅតាមធម្មតាបាទអញ្ចឹងក្នុងការលើកឡើងនេះដែរខ្ញុំសង្ឃឹមថាបងនឹងបានឃើញក៏ដូចជាបានដឹងបាទអញ្ចឹងតកតងទៅនឹងគូដែលជួបបញ្ហាហត់ឬក៏ដង្ហក់នេះវាអាចថាបើសិនជាគូដែលធម្មតាដូចជាមិនមានបញ្ហាអីកើតឡើងទេបាទអញ្ចឹងគូដែលវាហត់ខ្លាំងឬក៏ដង្ហក់ខ្លាំងដោយសារពីមុនបាទគូនឹងវាអាចជួបនឹងបញ្ហាជំងឺអុតក្តាមអញ្ចឹងបងមិនទាន់បានព្យាបាលឲ្យបានជាឬក៏ជាឲ្យវាជួបបញ្ហាហ្នឹងបងគួរតែប្រើប្រាស់ជាមួយថ្នាំព្រោះការដែលចាញ់ថ្ងៃនេះមកបើមិនជាដូចគូធម្មតាវាដូចជាមិនមានបញ្ហាអីចាញ់ថ្ងៃទេដូចតែឃើញអញ្ចឹងគូរបស់ខ្ញុំនេះបាទរឿងថ្ងៃក្តៅឬក៏ត្រជាក់អីចឹងវាអាចថាមានបញ្ហាអីតិចតួចតែបើសិនជាគូដែលហត់ខ្លាំងឬក៏ដង្ហក់ខ្លាំងនៅចាញ់ថ្ងៃខ្លាំងវាកត្តាចម្បងរបស់សត្វគឺវាធ្លាប់ជួបជាមួយបញ្ហាជំងឺអុតក្តាមអញ្ចឹងបងគួរតែព្យាបាលឬក៏អាចថាបងអាចវិភាសាឬក៏សួរជាមួយនឹងពេទ្យសត្វនៅប្រចាំតំបន់របស់បងឬក៏អាចវិភាសាជាមួយនឹងអ្នកដែលធ្លាប់មានបទពិសោធន៍ដោយសារការចិញ្ចឹមនេះវាទៅតាមលក្ខណៈដែរបើសិនជាគូខ្លះវាតកតងទៅនឹងបញ្ហាចំណីឬក៏ការឲ្យស៊ីរបស់បងនេះវាមានបញ្ហាអីណាមួយអញ្ចឹងហើយទើបធ្វើឲ្យគូរបស់បងហត់តែយើងគួរតែព្យាបាលបាទអញ្ចឹងការព្យាបាលថ្នាំវាមានច្រើនតែខ្ញុំក៏មិនអាចបញ្ជាក់ឬក៏លើកឡើងបន្ថែមជូនបងដែរអញ្ចឹងខ្ញុំក៏បន្ថែមបទពិសោធន៍ក៏ដូចជាចែករំលែកខ្លះទៅដល់បងប្រុសឬក៏អ៊ំប្រុសអ៊ំស្រីដែលជួបបញ្ហាដូចគាត់អញ្ចឹងគឺមានការចែករំលែកខ្លះទេហើយបញ្ជាក់ចឹងខ្ញុំក៏មិនមែនជាពេទ្យសត្វជំនាញអីដែរខ្ញុំគ្រាន់តែជួបជាមួយនឹងបទពិសោធន៍ដែលយើងធ្លាប់ចិញ្ចឹមយូរហើយនឹងអាចថាព្យាបាលឬក៏បញ្ហាអីផ្សេងបាទហើយចែកជូនទៅដល់បងប្អូនទាំងអស់គ្នាក៏ដូចជាអ្នកដែលចិញ្ចឹមគោបែបជាលក្ខណៈគ្រួសារហើយខ្ញុំក៏មិនសំដៅទៅដល់កសិដ្ឋានទេបើសិនជាគាត់មានលទ្ធភាពទៅដល់កសិដ្ឋានគាត់ច្បាស់ជាយល់ក៏ដូចជាដឹងពីបញ្ហាសត្វជាច្រើនហើយបានគាត់មានលទ្ធភាពបើកសិដ្ឋានបានតែខ្ញុំលើកឡើងនេះគឺខ្ញុំជាកសិករដូចគ្នាបាទអញ្ចឹងបន្ថែមបទពិសោធន៍ដែលយើងមានក៏ដូចជាដែលយើងធ្លាប់ឆ្លងកាត់ចែករំលែកដល់បងប្អូនទាំងអស់គ្នាតែអ្វីដែលយើងគួរដឹងថាសត្វដែលយើងចិញ្ចឹមដើម្បីទទួលបានអត្ថប្រយោជន៍ពីការចិញ្ចឹមយើងត្រូវយើងត្រូវប្រើប្រាស់ជាមួយវ៉ាក់សាំងបង្ការគ្រប់ប្រភេទដែលថាតំបន់បងប្អូនតែងតែជួបបងប្អូនប្រើនឹងវ៉ាក់សាំងនឹងចោះតែចំពោះវ៉ាក់សាំងនេះខ្ញុំបញ្ជាក់ជូនថាវាមិនមែនជាថ្នាំសម្រាប់មិនឲ្យគូឈឺឬក៏ការពារមិនឲ្យឈឺទេតែវាគ្រាន់ថាពេលដែលបងប្អូនជួបនឹងបញ្ហាជំងឺកាលដែលយើងវាយថ្នាំទៅវាអាចនឹងងាយជាងគូដែលយើងមិនបានប្រើប្រាស់វ៉ាក់សាំងអញ្ចឹងក៏មានបងប្អូនមួយចំនួនធំគាត់យល់ច្រឡំថាគូរបស់គាត់នេះពីមុនមិនដែលប្រើប្រាស់ថ្នាំអីផងក៏មិនដែលមានបញ្ហាអីបាទនេះជាការយល់ឃើញរបស់គាត់ផ្សេងតែសម្រាប់ខ្ញុំនេះដោយសារយើងធ្លាប់ឆ្លងកាត់មកក៏ដូចជាជួបជាច្រើនមកការដែលយើងប្រើប្រាស់វ៉ាក់សាំងបង្ការពេលដែលគូឈឺយើងវាយថ្នាំទៅវាលឿនជាងគូដែលមិនបានប្រើប្រាស់វ៉ាក់សាំងបាទអញ្ចឹង
វីដេអូនេះខ្ញុំសូមបង្ហាញជូនបងប្រុសតែប៉ុណ្្នឹងទេដោយសារខ្ញុំមិនជាក្បោះក្បាយឬក៏យល់ដឹងអីបន្ថែមទៅនឹងសត្វទេគ្រាន់តែចំណុចណាដែលខ្ញុំធ្លាប់ជួបខ្ញុំក៏ចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាបាទហើយក្នុងវីដេអូមួយនេះដែរសង្ឃឹមថាបងនឹងបានឃើញហើយក៏ដូចជាជួយចែករំលែកបន្តទៅដល់បងប្អូនប្រជាកសិករទាំងអស់គ្នាអ្នកដែលចិញ្ចឹមដើម្បីទទួលបានអត្ថប្រយោជន៍បាទហើយបើសិនជាបងប្អូនពេញចិត្តក៏សូមជួយចុចជាវក្នុងYouTube ឬក៏នៅតាម Facebook Page ក៏ជួយ share បន្តបាទជាចុងក្រោយខ្ញុំបាទមានតែប៉ុណ្្នឹងទេអរគុណនិងគោរពលា